Are you Marsha? I am. I am. Thanks for meeting me here. Usually not at...
Hyundai Elantra versus Nissan Sentra. Look what Elantra has and what Sentra doesn't. บัดเจ็ดយើងស្វាគមន៍ទាំងអស់គ្នា ស្វាគមន៍ទាំងអស់គ្នា The Mr. Cool DIY is a state-of-the-art heat pump. បាទភ្លេងចប់ប៉ុណ្ណឹងសិនភ្លេងបាទសួស្ដីទាំងអស់គ្នាស្វាគមន៍ទាំងអស់គ្នា
កម្មវិធីសៀងស័កអក្សរធោកម្លាំងតស៊ូបដិវត្តចន្លោះមាត់ក្រពើនិងមាត់ខ្លាកុកនិងខ្លាចចកនិងកញ្ជ្រោងលោកអ្នកឯងជាអ្នកណាសង្គ្រាមប្រល័យពូជសាសន៍ខ្មែរសង្គ្រាមប្រល័យពូជសាសន៍ខ្មែរនេះជាលេខពិសេសនេះជាលេខពិសេសនេះជាលេខពិសេសទី89នេះជាលេខពិសេសទី89អ្នកទាំង4គ្មានសិទ្ធិស្ដីពីຂ្នាតផែនទីលើទឹកដីខ្មែរទេអ្នកទាំង4គ្មានសិទ្ធិស្ដីពីຂ្នាតផែនទីលើទឹកដីខ្មែរទេ1អ្នកទី1គឺចៅថៃឬស៊ីមឈ្លានពានខ្មែរតាំងពីឆ្នាំ1595 2អ្នកទី2គឺចៅយួនឬវៀតណាមឈ្លានពានខ្មែរតាំងពីឆ្នាំ1620 3អ្នកទី3គឺបារាំងចូលធ្វើអាណាព្យាបាលខ្មែរពីឆ្នាំ1863ដល់ឆ្នាំ1883និងធ្វើអាណានិគមលើខ្មែរពីឆ្នាំ1883ដល់ឆ្នាំ1953 4អ្នកទី4គឺអាយ៉ងយួនឬរដ្ឋាភិបាលចៅ7មករាទី4អ្នកទី4គឺអាយ៉ងយួនឬរដ្ឋាភិបាលចៅកម្ពុជា7មករាក្នុងស្រុកនិងរដ្ឋាភិបាលចៅកម្ពុជា$23ក្រៅស្រុកជាបរិពារ5ដែលហៅថាទឹកដីកម្ពុជានៅទីនេះដែលហៅថាទឹកដីកម្ពុជានៅទីនេះដែលហៅថាទឹកដីកម្ពុជានៅទីនេះគឺនគរភ្នំហ្វូណនមហាចក្រខ្មែរចក្រភពអង្គរមហានគរខ្មែរ Empire ព្រំដែនខាងលិចទល់នឹងប្រទេសភូមាខាងកើតទល់នឹងប្រទេសចម្ប៉ាខាងជើងទល់នឹងសមុទ្រចិនខាងត្បូងនិងព្រំដែនខាងត្បូងជាប់នឹងប្រទេសម៉ាឡាយូឬម៉ាឡេស៊ីសរុបជាផ្ទៃដីមាន1,236,322 គីឡូម៉ែត្រក្រឡាកឮគេជជែកគ្នាពីឈ្មោះផែនទី
ម្ដងទៀតក៏ឬគេជជែកគ្នាពីឈ្មោះនិងຂະຫນາດផែនទីលើទឹកដីមហានគរខ្មែរក៏ឬគេផែនក៏ឬគេជជែកគ្នាពីឈ្មោះនិងຂະຫນາດផែនទីលើទឹកដីមហានគរខ្មែរ1ផែនទី UTM 1ក្រឡា1គីឡូម៉ែត្រជាអន្តរជាតិជាផែនទីសម្រាប់ប្រើក្នុងសឹកសង្គ្រាមជាផែនទីសម្រាប់ប្រើក្នុងសឹកសង្គ្រាមប្រទេសទី1ផែនទី UTM 1ក្រឡា1គីឡូម៉ែត្រក្រឡាជាអន្តរជាតិជាផែនទីសម្រាប់ប្រើក្នុងសឹកសង្គ្រាម2ផែនទីបោន1ភាគ1សែនជាអន្តរជាតិ1ភាគ1សែនឬ100,000ជាអន្តរជាតិសម្រាប់បែងចែកភូមិសាស្ត្រប្រទេសមួយលើលោក3ឡើងទៀតឆ្នាំ1904 1907សន្ធិសញ្ញាបារាំងសៀមយួនហៅគំនូសរដ្ឋបាលបារាំងចែកគ្នាគ្រប់គ្រងទាពន្ធដាររងទី3ឆ្នាំ1904 1907សន្ធិសញ្ញាបារាំងសៀមយួនហៅគំនូសរដ្ឋបាលបារាំងចែកគ្នាគ្រប់គ្រងទាពន្ធដារប្រើຂະຫນາດ1ភាគ2សែនខ្មែរគ្មានដឹងឮឬខ្មែរមិនបានដឹងឮទី4ក្រុមភូមិសាស្ត្រឥណ្ឌូចិនបានចូលមកគូផែនទីលើផែនដីខ្មែរទាំងដែលខ្មែរមិនបានដឹងឮពីឆ្នាំ1933ឆ្នាំ1953 ឆ្នាំ1946យួនចូលដល់ទៀត5ឆ្នាំ1946សៀមចូលជាសមាជិកអង្គការសហប្រជាជាតិ6ឆ្នាំ1955បារាំងចេញទៅស្រាប់តែកើតមានប្រទេសវៀតណាមខាងជើងខាងត្បូងនៅប៉ែកខាងកើតស្រាប់តែឃើញប្រទេសថៃនៅប៉ែកខាងលិចនៃមហានគរខ្មែរចូលសមាជិកអង្គការសហប្រជាជាតិ7ឆ្នាំ1977យួនចូលជាសមាជិកអង្គការសហប្រជាជាតិក្នុងពេលកំពុងវាយលុក
ឈ្លានពានខ្មែរកម្ពុជាម្ដងទៀតទី7ឆ្នាំ1977យួនចូលសមាជិកអង្គការសហប្រជាជាតិក្នុងពេលកំពុងវាយលុកឈ្លានពានខ្មែរកម្ពុជា8ឆ្នាំ1979 1985យួននិងអាយ៉វាចុះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកំណត់ព្រំដែនទឹកប្រវត្តិសាស្ត្រ9ឆ្នាំ1991 PPA មកខៈរាល់សន្ធិសញ្ញាទាំងឡាយណាដែលធ្វើឲ្យខ្មែរបាត់បង់បូរណភាពទឹកដីចោលទាំងអស់ខចន្លោះមាត់ក្រពើនិងមាត់ខ្លាមន្ត្រីចោមៀនៅត្រង់នៅត្រង់ចន្លោះមាត់ក្រពើនិងមាត់ខ្លាមន្ត្រីចោមៀមកនាំគ្នាចែកដីនៅឋានព្រះច័ន្ទនៅត្រង់ចន្លោះមាត់ក្រពើនិងមាត់ខ្លាមន្ត្រីចោមៀនាំគ្នាចែកដីនៅឋានព្រះច័ន្ទ1យួននិងសៀមជាកុលសម្ព័ន្ធមកពីប្រទេសចិនមិនដែលមានប្រទេសទេ2ថៃគូសផែនទីឯកជន2ថៃគូសផែនទីឯកជនវាតដីទៅកើតថាខ្លួនយកຂະຫນາດ1/50សំសួរថាចុះកាលថៃចាប់វាយលុកឈ្លានពានខ្មែរពីឆ្នាំ1595នោះប្រើផែនទីຂະຫນາດប៉ុន្មានដងទៀត2ថៃគូសផែនទីឯកជនវាតដីទៅកើតថាខ្លួនយកຂະຫນາດ1/50សួរថាចុះកាលថៃចាប់វាយឈ្លានពានខ្មែរពីឆ្នាំ1595នោះប្រើផែនទីຂະຫນາດប៉ុន្មាន3ចោយួនថាខ្លួនយកតាមផែនទី UTM សួរថាចុះកាលចោយួនវាយលុកឈ្លានពានខ្មែរកម្ពុជាពីឆ្នាំ1620នោះប្រើផែនទីអីដែរ4អាយ៉ងហៅខ្លួនឯងរដ្ឋាភិបាលកម្ពុជាចោល7មករាក្នុងស្រុកនិងរដ្ឋាភិបាលកម្ពុជា$23ចោលក្រៅស្រុកជាបរិវារថាខ្លួនយកផែនទីសន្ធិសញ្ញាបារាំងសៀមយួនឆ្នាំ1904 1907 ຂະຫນາດ1/200,000សួរថានេះជារឿងបារាំងសៀមយួនទេតើ
នេះជារឿងបារាំងស៊ីមយួនទៅតើមានអីទាក់ទងដល់ខ្មែរគេដកជាតិបោះចោលអស់ទៅហើយគេដកជាតិបោះចោលអស់ទៅហើយលោកមិនមែនឬថាអស់លោកមិនមែនជាខ្មែរទេម្ដងទៀតគេដកជាតិបោះចោលអស់ទៅហើយអស់លោកមិនមែនជាខ្មែរទេកុំមកធ្វើខ្លួនជាតំណាងខ្មែរខ្មែរអត់ត្រូវការឲ្យអ្នកណាមកគូសបែងក្រឡាមិនត្រូវការឲ្យអ្នកណាមកគូសបែងក្រឡាលើបូរណភាពទឹកដីខ្មែរទេខ្មែរអត់ត្រូវការឲ្យអ្នកណាមកគូសបែងក្រឡាលើបូរណភាពទឹកដីខ្មែរទេ PPA មកខៈលុបចោលអស់ទៅហើយលោកដឹងទេលោកដឹងថា PPA មកខៈលុបចោលអស់ទៅហើយទេ5បារាំងថាខ្លួននឹងផ្ដល់ផែនទីឲ្យខ្មែរបារាំងឈប់សិនបារាំងនៅក្នុងអន្តរកាលនេះខ្មែរអត់ត្រូវការនៅក្នុងអន្តរកាលនេះខ្មែរអត់ត្រូវការម្ដងទៀតឈប់សិនបារាំងនៅក្នុងអន្តរកាលខ្មែរត្រូវការតែផែនទីបូរណភាពទឹកដីដែលមានស្រាប់ជាអន្តរជាតិម្ដងទៀតឈប់សិនបារាំងនៅក្នុងអន្តរកាលខ្មែរត្រូវការតែផែនទីបូរណភាពទឹកដីដែលមានស្រាប់ជាអន្តរជាតិខ្មែរអត់ត្រូវការផែនទីខ្នាតតូចធំណាទាំងអស់គោបារាំងប្រុងផ្ដល់ផែនទីណានោះបារាំងប្រុងផ្ដល់ផែនទីណានោះមិនមែនជាមធ្យោបាយដោះស្រាយល្អទេបារាំងប្រុងផ្ដល់ផែនទីណានោះមិនមែនជាមធ្យោបាយដោះស្រាយល្អទេមួយអីយ៉ាងមិនកឯងគោណាគោបារាំងប្រុងផ្ដល់ផែនទីណានោះមិនមែនជាមធ្យោបាយដោះស្រាយទេបារាំងប្រុងផ្ដល់ផែនទីណានោះមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយទេទី1អ្វីកើតឡើងនៅពេលនោះមកតែពីបារាំងជាដើមចំទាំងអស់អ្វីដែលកើតឡើងនៅពេលនោះមកតែពីបារាំងជាដើមចំទាំងអស់ទី1ទី2ឆ្នាំ1863បារាំងចូលទៅនៅកូសាំងស៊ីននោះ
ពេលនោះព្រំដែនផែនដីមហានគរខ្មែរឬខ្មែរ Empire នៅត្រង់ណាសូមបារាំងងាកទៅមើលអតីតកាលវិញ2ឆ្នាំ 1863 ដែលបារាំងចូលទៅនៅកូសាំងស៊ីននោះពេលនោះព្រំដែនផែនដីមហានគរខ្មែរឬខ្មែរ Empire នៅត្រង់ណា2សូមបារាំងគិតទៅដល់វិញ3ឆ្នាំ 1883 បារាំងគូផែនទី3ឆ្នាំ 1883 បារាំងគូ3ឆ្នាំ 1883 បារាំងដូរពីអាណាព្យាបាលខ្មែរទៅអាណានិគមដល់ទី3ឆ្នាំ 1883 បារាំងបានដូរពីអាណាព្យាបាលខ្មែរទៅដាក់អាណានិគមលើខ្មែរដោយចិត្តឯងអត់មានអ្នកណាឲ្យបារាំងចូលទៅដាក់អាណានិគមលើខ្មែរទេគឺដូរពីអាណាព្យាបាលទៅអាណានិគមដោយចិត្តឯងអត់មានអ្នកណាសុំឲ្យបារាំងចូលទៅដាក់អាណានិគមលើខ្មែរទេ4ឆ្នាំ 1904 1907 បារាំងខុបខិតគូសបន្ទាត់រដ្ឋបាលជាមួយយួនសៀមមិនឲ្យខ្មែរដឹង5ចន្លោះពីឆ្នាំ 1933 1953 បារាំងខុបខិតគូផែនទីតែជាមួយក្រុមភូមិសាស្ត្រឥណ្ឌូចិនមិនបានឲ្យខ្មែរដឹងឮទេ6ឆ្នាំ 1946 បារាំងជួយសៀមម្ដងទៀត6ឆ្នាំ 1946 បារាំងជួយរៀបចំឲ្យថៃបានចូលជាសមាជិកអង្គការសហប្រជាជាតិ7ឆ្នាំ 1949 ថៃប្រុងប្រៀបរៀបចំចេញពីឥណ្ឌូចិនដល់ទៀតលេខ7ឆ្នាំ 1949 បារាំងប្រុងប្រៀបរៀបចំចេញទៅពីឥណ្ឌូចិន8ឆ្នាំ 1951 បារាំងជួយរៀបចំឲ្យវៀតណាមបង្កើតគណៈបកកុម្មុយនីសឥណ្ឌូចិនមានវៀតណាមលាវខ្មែរ VLC 9ឆ្នាំ 1953 បារាំងប្រគល់ឯករាជ្យឲ្យខ្មែរឈប់ដាក់នឹមអាណានិគមត្រួតត្រាខ្មែរ10ឆ្នាំ 1954 សន្និសីទហ្សឺណែវតម្រូវឲ្យដកបរទេសទាំងអស់ចេញពីកម្ពុជាតើកម្ពុជាពេលនោះព្រមប្រទល់នៅត្រឹមណាដែរសូមប្រៀបធៀបឆ្នាំ 1863 ដែលបារាំងចូលទៅនោះមុនដំបូងនោះព្រមប្រទល់កម្ពុជាឬមហានគរខ្មែរនៅត្រឹមណាដល់ឆ្នាំ 1954 ដែលសន្និសីទហ្សឺណែវកំណត់ឲ្យបដកបរទេសចេញពីកម្ពុជាទាំងអស់នោះតើឆ្នាំ 54 នោះព្រមប្រទល់ខ្មែរមហានគរខ្មែរនៅត្រឹមណាដែលសន្និសីទហ្សឺណែវឲ្យចេញពីកម្ពុជានោះម្ដងទៀត10ឆ្នាំ 1954 សន្និសីទហ្សឺណែវតម្រូវឲ្យដកបរទេសទាំងអស់ចេញពីកម្ពុជាតើកម្ពុជាពេលនោះព្រមប្រទល់នៅត្រឹមណាដែរ11ឆ្នាំ 1955 បារាំងដកចេញទៅពីឥណ្ឌូចិនអត់
បានលុបគុំនោះរដ្ឋបាលនោះចោលចេញទេនេះជារឿងមួយដែលបារាំងត្រូវគិតឡើងវិញនៅពេលដែលគូសបន្ទាត់រដ្ឋាភិបាលរដ្ឋបាលពីឆ្នាំ1904 នោះដល់ចេញទៅឆ្នាំ1955បារាំងអត់បានលុបគំនូសរដ្ឋបាលនោះចោលចេញទេម្ដងទៀតឆ្នាំ1955បារាំងចេញទៅបារាំងអត់បានលុបគំនូសរដ្ឋបាលនោះចោលចេញទេជាហេតុធ្វើឲ្យមានវិបត្តិព្រំដែនទឹកដីកម្ពុជារហូតមកដល់សប្តាហ៍ថ្ងៃសូមគុំមួយកត់កន្លែងហ្នឹងចំណាំកន្លែងហ្នឹងបារាំងចេញទៅអត់បានលុបគំនូសអាគូសលេងហ្នឹងណាអត់បានលុបអាហ្នឹងទេចេញទៅក៏ទៅបានដាលឲ្យអាគំនូសដែលគូសលេងពីឆ្នាំ1904នោះ1907នោះវាកើតរឿងមកដល់សប្តាហ៍ថ្ងៃដោយសារតែរឿងហ្នឹងដោយសារតែចេញទៅអត់លុបនឹងឯងខូអញ្ចឹងមើលបើអញ្ចឹងត្រូវធ្វើម៉េចសូមបងប្អូនកូនក្មួយណាដែលនៅស្រុកបារាំងហើយដែលចេះបារាំងណាដែលចេះបារាំងសូមជួយប្រែសំឡេងខ្ញុំនេះក៏បានឬក៏ប្រែជាกระดาษអីក៏បានចាប់ពីចំណុចខូនេះទៅប្រែទាំងអស់ក៏បានដែរបើមានពេលណាឲ្យបារាំងស្ដាប់ផងឲ្យបារាំងដល់ថ្ងៃស្ដាប់ផងបើនេះចំពោះក្មួយនៅបារាំងគឺសូមប្រែបារាំងគេចាប់ពីខូនេះទៅបើថាមិនបានប្រែទាំងអស់ក៏សូមប្រែចំណុចខូនេះខូមធ្យោបាយល្អដែលបារាំងត្រូវតែធ្វើចំពោះមុខនេះខូមធ្យោបាយល្អដែលបារាំងត្រូវតែធ្វើចំពោះមុខនេះប្រែចឹងទៅប្រែសម្រួលតាមនឹងណាខូមធ្យោបាយល្អដែលបារាំងត្រូវតែធ្វើចំពោះមុខនេះបានសេចក្តីថាត្រូវតែធ្វើមិនមែនយកផែនទីទៅឲ្យខ្មែរឲ្យឯណាទេអត់ទេត្រូវធ្វើដូចតទៅនេះម្ដងទៀតខូមធ្យោបាយល្អដែលបារាំងត្រូវធ្វើចំពោះមុខនេះមួយបារាំងត្រូវធ្វើក្នុងនាមអ្នកដាក់អាណានិគមលើខ្មែរនិងក្នុងនាមសហប្រធានកិច្ចព្រមព្រៀងស្តីពីសន្តិភាពកម្ពុជានៅទីក្រុងប៉ារីស PPA ផងក្នុងពេលតែមួយបានន័យថាឲ្យធ្វើក្នុងនាមអាណានិគមផងក្នុងនាមសហប្រធានកិច្ចព្រមព្រៀងដែលយើងថា PPA នោះផងក្នុងពេលតែមួយម្ដងទៀត1បារាំងត្រូវធ្វើក្នុងនាមអ្នកដាក់អាណានិគមលើខ្មែរផងនិងក្នុងនាមសហប្រធាន PPA ផងក្នុងពេលតែមួយហើយទី1បានដល់ទី2បារាំងត្រូវប្រកាសលុបខ្សែបន្ទាត់រដ្ឋបាលលាវយួនថៃដែលគូសក្នុងបូរណភាពទឹកដីខ្មែរចោលទាំងអស់ទុកជាមោឃៈអេតកាអសាបងទី2ឲ្យបារាំងនោះប្រកាសម្ដងទៀតពីព្រោះកន្លងមកនេះយួនទាំងលាវទាំងថៃនោះអត់ទាន់យល់ក្នុងរឿងដែលថាមោឃៈក្នុងកិច្ចព្រមព្រៀងប៉ារីសទេអញ្ចឹងមួយប្រែតំណឹងម្ដងទៀតណាបញ្ជាក់ណាបារាំងត្រូវប្រកាសលុបខ្សែបន្ទាត់
រដ្ឋបាលមានរដ្ឋាភិបាលទេកុំច្រឡំកន្លែងហ្នឹងណាម្ដងទៀត2បារាំងត្រូវប្រកាសលុបខ្សែបន្ទាត់រដ្ឋបាលលាវយួនថៃដែលគូសក្នុងបូរណភាពទឹកដីខ្មែរចោលទាំងអស់ទុកជាមោឃៈអេតកាអសាបងគឺដែលមុននឹងមានគូសហ្នឹងគូដែលលើទឹកដីយើងហ្នឹងគូទៅយួនផងសៀមផងលាវផងប៉ុន្តែលាវមិនទាំងអស់ទេមកជ្រុងប្រហែលខេត្តអីទេប៉ុន្តែនិយាយតែគេដឹងហើយទុកជាអេតកាអសាបងទី3ធ្វើកិច្ចសហប្រតិបត្តិការតាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនជាមួយមហាអំណាចឬក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អង្គការសហប្រជាជាតិជាមួយអង្គការសហប្រជាជាតិនិងរដ្ឋភាគីហត្ថលេខីទាំងអស់រដ្ឋភាគីហត្ថលេខីទាំងអស់4ឲ្យជួយដឹកជញ្ជូនយកយួនលាវថៃចេញទៅឲ្យផុតពីមហានគរខ្មែរឬខ្មែរ Empire តាមកិច្ចព្រមព្រៀងស្តីពីសន្តិភាពកម្ពុជានៅទីក្រុងប៉ារីសហៅ PPA 1991តើតែធ្វើយ៉ាងនេះទើបខ្មែរមានឱកាសស្ដារកសាងនឹងការពារប្រទេសបានសុខចម្រើនជានិច្ចនិរន្តរ៍ forever ជានិច្ចនិរន្តរ៍អូខេឥឡូវបញ្ជាក់ទី4ឲ្យបារាំងទី4ទី3ឲ្យបារាំងតាក់ទងទៅចិនព្រោះយួនមកពីចិនព្រោះថៃមកពីចិនសៀមហ្នឹងណាមកពីចិនអញ្ចឹងតាក់ទងទៅចិនឲ្យចិនដឹកយកទៅវិញព្រោះមកនៅបង្កើតរឿងទេខ្មែរអត់បានសុខដោយសារតែមកពីចិនហ្នឹងឯងហើយតាក់ទងទៅមហាអំណាចផងតាក់ទងទៅភាគីហត្ថលេខីផងឲ្យប្រទេសទាំងអស់នោះជួយដឹកចេញឲ្យផុតពីស្រុកយើងពីមហានគរខ្មែរណាយកប្រមាណយកទៅដឹកទៅបើសិនណាជាធ្វើរបៀបនេះតាំងពី91 92អីមកណា30ឆ្នាំនោះចង់អស់បាត់ហើយដូច្នេះយើងត្រូវគិតទាំងអស់គ្នារឿងហ្នឹងណាកុំបណ្ដោយត្រូវប្រឹងទាំងអស់គ្នាប្រាប់បារាំងសូមជួយប្រាប់បារាំងឲ្យបារាំងប្រាប់ទៅចិនតាក់ទងជាមួយចិនឲ្យចិនយកទៅចិនយកសៀមយកយួនទៅសល់ប្រមាណប្រទេសដទៃទៀតឲ្យជួយយកឲ្យអស់ពីព្រោះកិច្ចព្រមព្រៀងប៉ារីសថាឲ្យដកកម្លាំងបរទេសឈ្លានពានគ្រប់ប្រភេទចេញពីកម្ពុជាគេប្រាប់ឲ្យដកតាំងពី92 9អីហើយតើប៉ុន្តែមិនព្រមធ្វើឥឡូវយើងដល់ពេលយើងចាប់យើងធ្វើម្ដងហើយពួករដ្ឋាភិបាលក្នុងស្រុកក្រៅស្រុកអីនៅស្ងៀមកុំច្រំកុំទៅយករឿងទៅប្រេះប្រាស់មកអញ្ចឹងហើយគិតពីជំរុញរឿងឲ្យចេញអត់មានមកព្រំដែនអីទៅនឹងទេអត់មានព្រំដែនអីមកនៅតាណាកោះកបីតាកបីតាអីទេអត់ទេនិយាយតែពីរឿងចេញអានេះឲ្យបារាំងហ្នឹងដែលជាមេអាណានិគមផងដែលជាមេប្រធានក្រុមប្រឹក្សាជាប្រធានPPA ផងត្រូវប្រាប់អញ្ចឹងឲ្យពួកទាំងអស់នោះឲ្យជួយដឹកយកជនជាតិសៀមទៅខ្មែរអត់ទៅទេខ្មែរសុរិនខ្មែរអីខ្មែរកុំទៅទេបើចង់ទៅក៏ទៅប៉ុន្តែឲ្យដកតាសៀមទេអ្នកមិនមែនសៀមនោះដែលយើងថាខ្មែរហ្នឹងយើងគិតទៅតាមហ្នឹងប៉ុន្តែយើងសំដៅចំពោះសៀមដែលមកពីស្រុកចិនយួនដែលមកពីស្រុកចិនយើងសំដៅទៅអញ្ចឹងណាហើយកម្លាំងបរទេសឈ្លានពានក៏យើងដកទៅតាមហ្នឹងទៀតប៉ុន្តែ
ចំពោះចិននិងសៀមហ្នឹងគឺត្រូវតែតាក់ទងឲ្យចេញឲ្យចេញឲ្យដឹកចេញទៅបដិងទៅអញ្ចឹងឲ្យចេញទៅតើតែធ្វើអញ្ចឹងបានយើងបានសុខដោយបានប្រាប់ពីលេខមុនហើយបើជន់ឆ្លីកិច្ចព្រមព្រៀងប៉ារីសខ្មែរអត់បានសុខចម្រើនទេតើតែអនុវត្តកិច្ចព្រមព្រៀងប៉ារីសយ៉ាងជាក់លាក់អញ្ចឹងអានឹងបានខ្មែរបានសុខអញ្ចឹងទេមកនៅតែអញ្ចឹងវាគ្មានបានខ្មែរយើងមិនដែលបានមានពេលកសាងការពារប្រទេសទេអត់ទេយើងដឹងថាមាតុភូមិកម្ពុជាជាកន្លែងភូមិកំណើតរបស់យើងតែយើងអត់ទាំងដែរស្គាល់ផងអ្នកក្រោយនេះមានបានស្គាល់ផងគេយកអស់អាមកណាត់ទៅកើតអាមកណាត់ទៅលេខអស់លីងតខាងលាវនោះយកប្រមាណខេត្តនោះអាចដាក់អីត្រីកនអភិវឌ្ឍអាហ្នឹងដីខ្មែរតាខេត្តខ្មែរតាអានោះខេត្តខ្មែរតាអាយុន5ខេត្តរបស់ខ្មែរតាណាខ្មែរដាក់4ខេត្តរបស់ខ្មែរតាយ៉ាងដោយសារអីដោយសារតែមិនធ្វើតាមកិច្ចព្រមព្រៀងប៉ារីសនេះឯងអូខេបើអញ្ចឹងខ្ញុំបានអានស្រួលហើយល្មមស្ដាប់ហើយសូមឲ្យកូនក្មួយណាដែលនៅបារាំងណាជួយប្រែជាភាសាបារាំងចំណុចខូនេះបើមិនបានទាំងអស់ទេក៏ជួយប្រែតាខូនេះបានហើយណាខូនេះបានហើយល្មមយើងស្ដាប់បានហើយឥឡូវខ្ញុំអានម្ដងទៀតណាខ្ញុំអានម្ដងទៀតខូមធ្យោបាយល្អដែលបារាំងត្រូវតែធ្វើចំពោះមុខនេះ1បារាំងត្រូវធ្វើក្នុងនាមអ្នកដាក់អាណានិគមលើខ្មែរនិងក្នុងនាមសហប្រធាន PPA ផងក្នុងពេលតែមួយ2បារាំងត្រូវប្រកាសលុបខ្សែបន្ទាត់រដ្ឋបាលលាវយួនថៃដែលគូសក្នុងបូរណភាពទឹកដីខ្មែរចោលទាំងអស់ទុកជាមោឃៈអត្តការអសាបង3ធ្វើកិច្ចសហប្រតិបត្តិការតាក់ទងស្និទ្ធស្នាលឬក៏ជិតស្និទ្ធក៏បានតាក់ទងជិតស្និទ្ធជាមួយប្រទេសចិនជាមួយប្រទេសមហាអំណាចឬក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អង្គការសហប្រជាជាតិជាមួយអង្គការសហប្រជាជាតិនិងរដ្ឋភាគីហត្ថលេខីទាំងអស់4ឲ្យជួយដឹកជញ្ជូនយកយួនលាវថៃចេញទៅឲ្យផុតពីមហានគរខ្មែរឬខ្មែរ Empire ដោយមានចែងក្នុងកិច្ចព្រមព្រៀងស្ដីពីសន្តិភាពកម្ពុជានៅទីក្រុងប៉ារីសហៅ PPA 1991 5តើតែធ្វើយ៉ាងនេះទើបខ្មែរមានឱកាសស្ដារកសាងនឹងការពារប្រទេសបានសុខចម្រើនជានិច្ចនិរន្តរ៍បាទនេះគាត់ប៉ុណ្ណឹងយ៉ាបើមិនបានប្រែទាំងអស់ប្រែតែមួយខូនឹងបានហើយទុកឲ្យគេតាមទៅទៀតអញ្ចឹងណាសូមឲ្យយើងជួយប្រឹងទាំងអស់គ្នាណារឿងបើមិនទៅយើងខ្ទេចខ្ទីហើយខ្ទេចខ្ទីដាច់ពូជខ្មែរអស់ហើយ2030នេះយ៉ាប់ហើយព្រោះដែលឃើញធ្វើនេះអត់មានធ្វើអីឲ្យបានតែមួយខាងខ្មែរសោះអត់សោះទៅសម្របតែច្បាប់ចោលសោះម្នាក់ទៅសម្របតែច្បាប់ចោលសោះទៅធ្វើអីមិនធ្វើទៅកើយកអាខ្មោចដែលកប់ទៅហើយទៅមកនិយាយឲ្យតែបានចំណេញទៅគេទៀតឯងដូច្នេះហើយរដ្ឋាភិបាលចោលក្នុងស្រុករដ្ឋាភិបាលចោលក្រៅស្រុកកុំធ្វើអីនៅស្ងៀមណាកុំបំផ្លាញខ្មែរទៀតកិច្ចព្រមព្រៀងប៉ារីសមានប្រព័ន្ធណានៃមិនព្រមធ្វើវាចឹងកុំណាកុំធ្វើអីព្រាយផ្ដាស់ណាកុំធ្វើអីព្រាយផ្ដាស់តែក្មួយណានៅប្រាំងជួយបកប្រែនឹងផងណាអរគុណសូមជម្រាបលាជួបគ្នាថ្ងៃក្រោយទៀត